ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរមកចែកម្លែកពីរបៀបដាក់ហ្វុនខ្មែរលើកម្មវិធី CapCut បាទជាដំបូងចូលកម្មវិធី CapCut មកបាទសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe ជួយចុច Subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកដាក់អក្សរខ្មែរលើកម្មវិធី CapCut ដើម្បីដាក់អក្សរខ្មែរលើកម្មវិធី CapCut បានយើងជាដំបូងយើងត្រូវ add វីដេអូណាមួយចូលសិនអញ្ចឹងឧទាហរណ៍នេះចុច add វីដេអូមួយនេះបន្ទាប់មកយើងចុច add មកបាទមកដល់ទៅនេះដែរយើងមើលមកខាងក្រោមនេះកន្លែង text នេះឬអក្សរ T នេះចុចលើវាមកបន្តមកទៀតយើងមើលមកពាក្យថា add text នេះអក្សរ A បងនេះចុចលើវាទៀតមកបាទមកដល់ទៅនេះដែរយើងមើលមកខាងលើនេះតែមានពាក្យថា font នេះចុចលើវាមកបន្តមកទៀតយើងមើលមកខាងក្រោមពាក្យ font នេះយើងអូសវាឲ្យអូសវាដល់ចុងមកយើងឃើញពាក្យថា my font ចុចលើវាទៀតមកបន្តមកទៀតយើងមើលមកខាងក្រោមនៅខាងឆ្វេងដៃមានពាក្យថា add នេះចុចលើវាទៀតមកបាទដល់ទៅនេះដែរគឺធ្វើយើងធ្វើការ add font បាទអញ្ចឹងដោយសារ font ខ្ញុំអត់ទាន់បានdownload មកអញ្ចឹងយើងទៅធ្វើការ download សម្រាប់បងប្អូនដែលចង់ download font ខ្មែរអាចចូលទៅយក save download នៅក្នុងTelegram របស់ខ្ញុំបានខ្ញុំដាក់ link នៅខាងក្រោមអញ្ចឹងយើងចូលទៅយកចូលទៅ download font ខ្មែរទាំងអស់គ្នាបាទនេះគឺ font lemon អញ្ចឹងយើងធ្វើការ download វាមកបាទគឺយើងចុចគ្រីសវាឲ្យអស់ចឹងមកបន្តមកទៀតយើងមើលមកខាងលើកន្លែងរូបសញ្ញាព្រួញចុះក្រោមនេះចុចលើវាមកបាទដល់ទៅនេះដែរគឺ download ហើយអញ្ចឹងយើងចូលទៅកន្លែងកម្មវិធី CapCut របស់យើងម្ដងទៀតបាទបន្តមកទៀតយើងឃើញពេលយើង download ហើយគឺវា load មកអញ្ចឹងយើងធ្វើការ add វាម្ដងមួយមកបាទអញ្ចឹងយើងធ្វើការ add ពីក្រោមទៅលេខ1ទៅបាទនេះគឺវា load លេខ1យើង add ម្ដងបានមួយអញ្ចឹងយើងធ្វើការ add ម្ដងមួយតអស់មកបាទចុចកន្លែងនេះដែរយើងវា load នេះឆ្នាំចុចខ្វែងនេះចោលមកបាទដល់លេខ7ហើយចឹងយើងធ្វើការ add បន្តទៀតបាទបន្ទាប់ពីយើង add អស់ហើយបន្តមកទៀតយើងចុចគ្រីសនេះមកបាទបន្តមកទៀតយើងធ្វើការសាកល្បងវាយអក្សរខ្មែរអញ្ចឹងដើម្បីវាយអក្សរខ្មែរបានយើងចូលទៅកម្មវិធីមួយទៀតគឺកម្មវិធី Google Chrome អញ្ចឹងយើងចូលទៅ
បាទមកដល់ថ្ងៃយើងទៅធ្វើការ search យើងវាយពាក្យថា Unicode tool lemon នេះនៅក្រោមនេះចុចលើវាមកបាទមកដល់ថ្ងៃនេះយើងមើលមកខាងលើគេមកយើងនេះខាងលើគេ lemon F1 នេះយើងចុចលើវាមកបាទមកដល់នេះដល់ថ្ងៃនេះយើងចុចមើលមកខាងចុងយើងចុចលើវាមកបន្តមកទៀតយើងសេស្រុកខ្មែរឡើងទៅមកឧទាហរណ៍ថាយើងចង់សេអីយើងដាក់ហ្នឹងមកឧទាហរណ៍សេស្រុកខ្មែរដាក់ថាសខ្មែរសខ្មែររានឧទាហរណ៍ដាក់ចឹងចុះបន្តមកទៀតយើងទាញស្រូលវាទៅខាងលើយើងមើលនេះខាងក្រោមនេះ copy ហ្នឹងមកបាទ copy មកបន្តមកទៀតយើងចូលទៅកន្លែងកម្មវិធី CapCut របស់យើងទៀតបាទបន្ទាប់ពីយើងcopy ហើយបន្តមកទៀតយើងមើលមកខាងក្រោមកន្លែង add text នេះចូលវាទៀតមកបាទដល់ដែរយើងធ្វើការផាសវាចុចវាជាប់មកបន្ទាប់មកយើងយកពាក្យផាសបាទគឺវាផាសចឹងហើយបន្តមកទៀតយើងមើលមកខាងក្រោមនេះយកពាក្យតាម font នេះចុចលើវាទៀតមកបាទបន្តទៀតមើលមកខាងក្រោមទៀតមានពាក្យថា my font ចុចលើវាមកបាទដល់ទៅនេះដែរយើងធ្វើការដូរពណ៌វាដើម្បីឲ្យស្រួលមើលតូ style វាអញ្ចឹងយើងដាក់ណាស្រួលមើលសិនណាបាទវាដូរ font បានច្រើនជម្រើសអញ្ចឹងយើងដូរមកតាមអ្វីដែលយើងចង់ដូរបន្ទាប់ពីយើងដូរ font ចឹងហើយយើងបាទគឺយើងធ្វើការជ្រើសរើស font ដែលយើង add មិញនេះ font ខ្មែរនេះបាទនេះគឺពេលដែលយើងថតមកស្រួលមើលនេះគឺ font ដែលយើង add មិញនេះបាទបន្ទាប់ពីយើងដាក់ចឹងយើងអាចចូល style បានទៀតអញ្ចឹងយើងដាក់ style គេដាក់ style ចេះបាទបន្តមកទៀតយើងអាចដូរបានមកច្រើន font ទៀត font ដែលយើង add ចូលមិញគឺ20 font ចឹងយើងបាទគឺយើងដូរបានបាទបន្ទាប់ពីយើងដូរបានយើងអាចដាក់ឲ្យវារត់បានទៀតចឹងយើងចូលមើលមកខាងចុងនេះយើងចុចលើវាមកបន្ទាប់មកវាចេញឲ្យច្រើនឲ្យវាជ្រើសបាទជំរាបសួរបងប្អូនថ្ងៃនេះជំរាបសួរបងប្អូនជំរាបសួរបងប្អូនថ្ងៃនេះមកចែកជ្រើសរើសរបៀបមកណាចុចគ្រីមមកដាក់បាទអញ្ចឹងវីដេអូនេះសម្រាប់ការដូរ font ដាក់ font ខ្មែររបស់យើងក្នុងកម្មវិធី CapCut អញ្ចឹងមានតែប៉ុណ្្នេះទេអរគុណច្រើនសម្រាប់ការតាមដានបាទសូមជួយចុច like share ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអរគុណច្រើន